យន្តហោះចម្បាំងមិច37គឺជាយន្តហោះចម្បាំងពហុបំណងកម្រិតខ្ពស់ចំនួនទី4បូករបស់រុស្ស៊ីដែលត្រូវបានអភិវឌ្ឍឡើងពីយន្តហោះត្រកូលមិច29វាត្រូវបានរចនាឡើងដើម្បីធ្វើទំនើបកម្មសមត្ថភាពអាកាសចរយោធាឲ្យទាន់សម័យកាលបច្ចេកវិទ្យា Digital នេះគឺជាលក្ខណៈពិសេសនិងសមត្ថភាពសំខាន់របស់ MiG-35 ប្រព័ន្ធរ៉ាដានិងអេឡិចត្រូនិករ៉ាដា AESA វាជាយន្តហោះដំបូងក្នុងត្រកូល MiG ដែលបំពាក់ដោយរ៉ាដា Shark A ឬ AE ដែលអាចតាមដានគោលដៅលើអាកាសបានរហូតដល់30ក្នុងពេលតែមួយនិងវាប្រហារគោលដៅចំនួន6ក្នុងពេលដំណើរគ្នាប្រព័ន្ធ OLS បំពាក់ដោយប្រព័ន្ធស្វែងរកនិងតាមដានដោយកាមេរ៉ាស្មី Infrared ដែលអនុញ្ញាតឲ្យវាអាចរកឃើញយន្តហោះសត្រូវដោយមិនចាំបាច់ប្រើរ៉ាដាដើម្បីកុំឲ្យសត្រូវដឹងខ្លួនម៉ាស៊ីននឹងការធ្វើសមយុទ្ធម៉ាស៊ីន RD-33MK ជាម៉ាស៊ីនដែលមានកម្លាំងរុញខ្លាំងមិនសូវចេញផ្សែងនិងមានការប្រើប្រាស់បច្ចេកវិទ្យា Thrust Vectoring ជំរឿនបន្ថែមដែលធ្វើឲ្យយន្តហោះនេះអាចធ្វើសមយុទ្ធបត់បែនបានយ៉ាងអស្ចារ្យក្នុងសមរភូមិអាកាសល្បឿនវាអាចហោះហើរបានល្បឿនអតិបរមារហូតដល់ Mach 2.25 ប្រហែល 2400 គីឡូម៉ែត្រក្នុង1ម៉ោងគ្រឿងសព្វាវុធ MiG-35 អាចផ្ទុកអាវុធបានទម្ងន់រហូតដល់ 7000 គីឡូក្រាមនៅលើចំណុចព្យួរចំនួន9រួមមានមីស៊ីលអាកាសទៅអាកាសប្រភេទចម្ងាយមធ្យមនិងចម្ងាយឆ្ងាយដូចជា R77 អាវុធវាយប្រហារដីគោកមីស៊ីលដឹកនាំដោយឡាសៀគ្រាប់បែកឆ្លាតវៃនិងមីស៊ីលប្រឆាំងនាវាកាំភ្លើងធំកាំភ្លើងស្វ័យប្រវត្តិទំហំ30មីលីម៉ែត្រប្រភេទ GSH 30ការប្រៀបធៀបនឹងទីផ្សារទោះបីជាវាមានសមត្ថភាពខ្ពស់ប៉ុន្តែ MiG-35 ត្រូវបានប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងត្រកូល Sukhoi Su-30 ឬ Su-35 ដែលមានទំហំធំជាងនិងហោះហើរបានឆ្ងាយជាងសម្រាប់ប្រទេសដែលធ្លាប់ប្រើប្រាស់ MiG-29 ដូចជាឥណ្ឌាឬបណ្ដាប្រទេសក្នុងតំបន់អាស៊ី MiG-35 គឺជាជម្រើសធ្វើទំនើបកម្មដ៏សមស្របបំផុតព្រោះវាមិនទាមទារការកែប្រែរចនាសម្ព័ន្ធដីគោកច្រើនជារួម MiG-35 គឺជាយន្តហោះដែលមានភាពបត់បែនខ្ពស់និងបំពាក់ដោយបច្ចេកវិទ្យា Digital ទំនើបដែលស័ក្តិសមបំផុតសម្រាប់បេសកកម្មការពារដែនអាកាសនិងវាយប្រហារដែលមានភាពសុក្រឹតខ្ពស់ចំពោះកម្ពុជាយើងពីអតីតកាលក៏ធ្លាប់ប្រើប្រាស់ជាមួយនឹងប្រភេទយន្តហោះត្រកូល MiG ដែរនោះគឺ MiG-21 ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យចូលនិវត្តន៍ទៅហើយចំពោះ MiG-35 និងសមត្ថភាពរបស់វាតើបងប្អូនយល់យ៉ាងណាដែរប្រសិនបើកម្ពុជាយើងពិចារណាក្នុងការទិញបន្ថែមដើម្បីមកពង្រឹងសមត្ថភាពដែនអាកាសរបស់កម្ពុជារបស់យើងបងប្អូននឹងស្រាប់ហើយថាកម្ពុជាយើងជាមួយនឹងរុស្ស៊ីគឺជាដៃគូសម្ព័ន្ធមិត្តមួយដែលអាចជឿទុកចិត្តបាន